សូមនមស្ការចំពោះព្រះដ៏មានព្រះភិក្ខជាអរហន្តសម្មាសម្ពុទ្ធអង្គនោះសូមនមស្ការចំពោះព្រះធម៌និងគណៈនៃព្រះសង្ឃជាទីពឹងទីរលឹកស្មើដោយជីវិតខ្ញុំព្រះករុណាខ្ញុំបាទសូមអារាធនានៅព្រះធម៌ក្នុងបិដកប្រែរួមអត្ថកថាលេខ2បរាជិកកម្មសិក្ខាបទទី2ការលួចទ្រព្យរបស់អ្នកដទៃភាគបញ្ចប់ទំព័រ54ដល់ទំព័រ69ដូចតទៅនេះសម័យនោះឯងភិក្ខុមួយរូបទៅកាន់ស្រុកតូចមួយហើយបាននិយាយនឹងភិក្ខុមួយរូបថាអវុសោលោកផ្ដាំខ្ញុំហើយខ្ញុំនឹងទៅប្រាប់ត្រកូលជាឧបថៈរបស់លោកភិក្ខុនោះទៅហើយបានឲ្យត្រកូលនោះយកសម្ពុទ្ធសាដកមួយមកហើយប្រើប្រាស់ដោយខ្លួនឯងភិក្ខុអ្នកជិតដិតនឹងត្រកូលដឹងហើយចោទប្រកាន់ភិក្ខុនោះថាលោកមិនមែនជាសាមណៈទេភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកមិនត្រូវអាបត្តិបរាជិកទេមនាលភិក្ខុទាំងឡាយតែភិក្ខុគម្ពីរ3ពោលថាអ្នកផ្ដាំខ្ញុំហើយខ្ញុំនឹងប្រាប់ដូច្នេះតែភិក្ខុណាពោលភិក្ខុនោះត្រូវអាបត្តិទុក្ខតសម័យនោះឯងភិក្ខុមួយរូបទៅកាន់ស្រុកតូចមួយភិក្ខុឯទៀតបាននិយាយពាក្យនេះនឹងភិក្ខុនោះថាអវុសោខ្ញុំផ្ដាំហើយលោកប្រាប់ត្រកូលឧបថៈរបស់ខ្ញុំចុះភិក្ខុនោះទៅហើយឲ្យត្រកូលឧបថៈនោះយកសម្ពុទ្ធសាដកមួយគូមកហើយប្រើប្រាស់សម្ពុទ្ធសាដកមួយដោយខ្លួនឯងរួចឲ្យសម្ពុទ្ធសាដកមួយដល់ភិក្ខុអ្នកចិត្តដិតនឹងត្រកូលនោះភិក្ខុនោះដឹងហើយចោទប្រកាន់ភិក្ខុនោះថាលោកមិនមែនជាសាមណៈទេភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកមិនត្រូវអាបត្តិបរាជិកទេតែភិក្ខុគម្ពីរ3ពោលថាលោកខ្ញុំផ្ដាំហើយប្រាប់ចុះដូច្នេះតែភិក្ខុណាពោលភិក្ខុនោះត្រូវអាបត្តិទុក្ខតសម័យនោះឯងមានភិក្ខុមួយរូបទៅកាន់ស្រុកតូចមួយហើយបាននិយាយពាក្យនេះនឹងភិក្ខុឯទៀតថាមនាលអវុសោលោកផ្ដាំនឹងខ្ញុំហើយខ្ញុំនឹងប្រាប់ត្រកូលឧបថៈរបស់លោកឯភិក្ខុនោះក៏បាននិយាយយ៉ាងនេះថាខ្ញុំបានផ្ដាំនឹងលោកហើយលោកប្រាប់ចុះភិក្ខុនោះទៅហើយឲ្យត្រកូលឧបថៈនោះយកសัพពេមួយអលហកៈមេត្រាវល់ក្នុងដែនអ្នកកថៈ4នាលជាមួយអលហកៈស្ករអំពៅមួយគុលៈទម្ងន់20តម្លឹងអង្ករមួយតូលណៈគ្រឿងវល់4អលហកៈត្រូវជាមួយតូណៈមកហើយបរិភោគដោយខ្លួនឯងភិក្ខុអ្នកចិត្តដិតនឹងត្រកូលនោះដឹងហើយចោទប្រកាន់ភិក្ខុនោះថាលោកមិនមែនជាសាមណៈទេភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកមិនត្រូវអាបត្តិបរាជិកទេមនាលភិក្ខុទាំងឡាយតែភិក្ខុគម្ពីរ3ពោលថាលោកផ្ដាំនឹងខ្ញុំហើយខ្ញុំនឹងប្រាប់ដូចនេះម្យ៉ាងទៀតគម្ពីរ3ពោលថាខ្ញុំផ្ដាំនឹងលោកហើយលោកប្រាប់ចុះតែភិក្ខុណាពោលភិក្ខុនោះត្រូវអាបត្តិទុក្ខតសម័យនោះឯងបុរសម្នាក់នាំយកកែវមណីមានតម្លៃច្រើនហើយដើរទៅកាន់ផ្លូវឆ្ងាយជាមួយនឹងភិក្ខុឯទៀតលំដាប់នោះបុរសនោះឃើញទីកយហើយដាក់កែវមណីក្នុងថង់យាមរបស់ភិក្ខុនោះភិក្ខុនោះអត់ដឹងឡើយលុះកន្លងផុតពីកយហើយក៏យកកែវមណីពីថង់យាមមកវិញភិក្ខុនោះមានសេចក្តីសង្ស័យពេល
ព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកគិតដូចម្ដេចភិក្ខុនោះទូលថាបបិទ្ធព្រះដ៏មានព្រះភិក្ខខ្ញុំព្រះអង្គមិនបានដឹងសោះឡើយព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអាបត្តិមិនមានដល់ភិក្ខុអ្នកមិនដឹងសម័យនោះឯងបុរសម្នាក់យកកែវមณีមានតម្លៃច្រើនដើរទៅកាន់ផ្លូវឆ្ងាយជាមួយនឹងភិក្ខុឯទៀតលំដាប់នោះបុរសនោះឃើញទីគយហើយក៏ធ្វើអាការៈហាក់ដូចជាឈឺហើយបានប្រគល់បង្វេចកែវមณีរបស់ខ្លួនដល់ភិក្ខុនោះគ្រានោះឯងបុរសនោះដើររំលងហួសពីគយទៅហើយបាននិយាយពាក្យនេះនឹងភិក្ខុនោះថាបបិទ្ធលោកម្ចាស់ចូលលោកយកបង្វេចរបស់ខ្ញុំមកខ្ញុំមិនឈឺទេភិក្ខុនោះសួរថាអវុសោចុះហេតុអ្វីបានជាអ្នកធ្វើអាការៈយ៉ាងនេះទើបបុរសនោះប្រាប់សេចក្តីនោះដល់ភិក្ខុនោះភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកគិតដូចម្ដេចភិក្ខុនោះទូលថាបបិទ្ធព្រះដ៏មានព្រះភិក្ខខ្ញុំព្រះអង្គមិនដឹងសោះឡើយព្រះដ៏មានព្រះភិក្ខត្រាស់ថាមនាលភិក្ខុអាបត្តិមិនមានដល់ភិក្ខុអ្នកមិនដឹងសម័យនោះឯងភិក្ខុមួយរូបដើរទៅកាន់ផ្លូវឆ្ងាយជាមួយនឹងឈ្មួញរទេះបុរសម្នាក់ក៏លួងលោមភិក្ខុនោះដោយអាមិសលុះឃើញទីគយហើយបានឲ្យកែវមณีមានតម្លៃច្រើនដល់ភិក្ខុនោះដោយពាក្យថាបបិទ្ធលោកដ៏ចម្រើនសូមលោកម្ចាស់យកកែវមณีនេះឲ្យរំលងទីគយទៅផងភិក្ខុនោះយកកែវមณีនោះរំលងទីគយទៅក្នុងកាលនោះឯងភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកត្រូវអាបត្តិបរាជិកហើយសម័យនោះឯងមានភិក្ខុមួយរូបដោះលែងជ្រូកជាប់អន្ទាក់ដោយសេចក្តីករុណាភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកគិតដូចម្ដេចភិក្ខុនោះក្រាបទូលថាបបិទ្ធព្រះដ៏មានព្រះភិក្ខខ្ញុំព្រះអង្គមានសេចក្តីប្រាថ្នាដោយសេចក្តីករុណាហើយដោះលែងទៅព្រះមានព្រះភិក្ខទ្រង់ត្រាស់ថាមនាលភិក្ខុអាបត្តិមិនមានដល់ភិក្ខុអ្នកមានសេចក្តីប្រាថ្នាដោយសេចក្តីករុណាទេសម័យនោះឯងភិក្ខុមួយរូបឃើញជ្រូកជាប់អន្ទាក់ក៏មានថយចិត្តគិតថាក្រែងពួកម្ចាស់គេឃើញមុនហើយដោះលែងជ្រូកនោះទៅភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកត្រូវអាបត្តិបរាជិកហើយសម័យនោះឯងមានភិក្ខុមួយរូបដោះលែងសត្វមរឹកជាប់អន្ទាក់ដោយសេចក្តីករុណាពេលភិក្ខុឃើញមរឹកជាប់អន្ទាក់មានថយចិត្តគិតថាក្រែងពួកម្ចាស់គេឃើញមុនហើយដោះលែងមរឹកនោះទៅពេលភិក្ខុដោះលែងត្រីទាំងឡាយដែលជាប់លបដោយសេចក្តីករុណាពេលភិក្ខុឃើញត្រីទាំងឡាយជាប់លបមានថយចិត្តថាក្រែងពួកម្ចាស់គេឃើញមុនហើយដោះលែងត្រីនោះទៅភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកត្រូវអាបត្តិបរាជិកហើយសម័យនោះឯងមានភិក្ខុមួយរូបឃើញទ្រព្យនៅក្នុងយានហើយគិតថាបើអញយកចាកទីនេះមុខជានឹងត្រូវអាបត្តិបរាជិកទើបឈូសប្រមៀលឲ្យធ្លាក់ចុះហើយក៏កាន់យកទៅភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកឯងត្រូវអាបត្តិបរាជិកហើយសម័យនោះឯងភិក្ខុមួយរូបបានរើសយកដុំសាច់ដែលសត្វរអាតពាំយកទៅដោយគិតថាអញនឹងប្រគល់ឲ្យពួកម្ចាស់សាច់ព
ពួកម្ចាស់សាច់នាំគ្នាចោទប្រកាន់ភិក្ខុនោះថាលោកមិនមែនជាសាមណៈទេភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអាបត្តិមិនមានដល់ភិក្ខុដែលមិនមានថេយចិត្តសម័យនោះឯងភិក្ខុមួយរូបឃើញដុំសាច់ដែលសត្វរអាតពាំយកទៅមានថេយចិត្តគិតថាក្រែងពួកម្ចាស់គេឃើញមុនហើយក៏កាន់យកដុំសាច់នោះទៅពួកម្ចាស់សាច់នាំគ្នាចោទប្រកាន់ភិក្ខុនោះថាលោកមិនមែនជាសាមណៈទេភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកត្រូវអាបត្តិបរាជិកហើយសម័យនោះឯងមនុស្សទាំងឡាយចងក្បូនហើយបណ្ដែតតាមស្ទឹងអចិរវតីកាលចំណងក្បូនដាច់ឈើទាំងឡាយក៏អណ្ដែតខ្ចាត់ខ្ចាយទៅភិក្ខុទាំងឡាយសម្គាល់ថាជារបស់បង្សកូលហើយនាំគ្នាស្រង់យកឡើងពួកម្ចាស់ក្បូននាំគ្នាចោទប្រកាន់ភិក្ខុអំបាលនោះថាលោកទាំងឡាយមិនមែនជាសាមណៈទេភិក្ខុអំបាលនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយអាបត្តិមិនមានដល់ភិក្ខុដែលសម្គាល់ថាជារបស់បង្សកូលសម័យនោះឯងមនុស្សទាំងឡាយចងក្បូនហើយបណ្ដែតតាមស្ទឹងអចិរវតីកាលចំណងក្បូនដាច់ឈើទាំងឡាយក៏អណ្ដែតខ្ចាត់ខ្ចាយទៅភិក្ខុទាំងឡាយមានថេយចិត្តគិតថាក្រែងម្ចាស់ឈើគេឃើញមុនហើយស្រង់យកឡើងពួកម្ចាស់ឈើនាំគ្នាចោទប្រកាន់ភិក្ខុអំបាលនោះថាលោកទាំងឡាយមិនមែនជាសាមណៈទេភិក្ខុទាំងអំបាលនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយត្រូវអាបត្តិបរាជិកហើយសម័យនោះឯងមានបុរសកងវាលគោម្នាក់ពាក់សំពត់សាដកនឹងដើមឈើហើយក៏ដើរទៅបន្ទោបង់ឧច្ចារៈភិក្ខុមួយរូបសម្គាល់ថាជារបស់បង្សកូលហើយក៏កាន់យកទៅគ្រានោះបុរសកងវាលគោនោះចោទប្រកាន់ភិក្ខុនោះថាលោកមិនមែនជាសាមណៈទេភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអាបត្តិមិនមានដល់ភិក្ខុដែលសម្គាល់ថាជារបស់បង្សកូលសម័យនោះឯងកាលភិក្ខុមួយរូបកំពុងឆ្លងស្ទឹងសម្ពុតសាដកក៏របូតអំពីដៃជាងជ្រលក់ទាំងឡាយហើយទៅជាប់នឹងជើងភិក្ខុនោះបានកាន់យកសម្ពុតសាដកនោះដោយគិតថាអញនឹងឲ្យដល់ម្ចាស់ទាំងឡាយពួកម្ចាស់សម្ពុតសាដកក៏នាំគ្នាចោទប្រកាន់ភិក្ខុនោះថាលោកមិនមែនជាសាមណៈទេភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអាបត្តិមិនមានដល់ភិក្ខុដែលមិនមានថេយចិត្តសម័យនោះឯងកាលភិក្ខុមួយរូបកំពុងឆ្លងស្ទឹងសម្ពុតសាដករបូតអំពីដៃនៃជាងជ្រលក់ទាំងឡាយហើយរសាត់ទៅជាប់នឹងជើងភិក្ខុនោះមានថេយចិត្តគិតថាក្រែងពួកម្ចាស់សម្ពុតសាដកឃើញហើយក៏កាន់យកទៅម្ចាស់សម្ពុតសាដកទាំងឡាយនាំគ្នាចោទប្រកាន់ភិក្ខុនោះថាលោកមិនមែនជាសាមណៈទេភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកត្រូវអាបត្តិបរាជិកហើយសម័យនោះឯងភិក្ខុមួយរូបបានឃើញឆ្នាំងដាក់សពពេកហើយបានឆាន់បន្តិចម្ដងភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកមិនត្រូវអាបត្តិបរាជិកទេត្រូវតែអាបត្តិទុក្ខកាលនោះភិក្ខុទាំងឡាយច្រើនរូបបាននិយាយបបួលគ្នាថា
យើងទាំងឡាយនឹងទៅលួចទ្រព្យហើយនាំគ្នាទៅភិក្ខុមួយរូបលួចទ្រព្យបានមកភិក្ខុទាំងឡាយនោះបាននិយាយគ្នាយ៉ាងនេះថាពួកយើងមិនត្រូវអាបត្តិបរាជិកទេលោកណាលួចបានមកលោកនោះត្រូវអាបត្តិបរាជិកភិក្ខុទាំងឡាយនាំគ្នាក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយត្រូវអាបត្តិបរាជិកហើយកាលនោះភិក្ខុទាំងឡាយច្រើនរូបបបួលគ្នាលួចទ្រព្យបានមកហើយក៏ចែកគ្នាកាលដែលភិក្ខុអំបាលនោះកំពុងចែកគ្នាភិក្ខុមួយរូបបានចំណែកមិនពេញ5មាសកៈភិក្ខុទាំងនោះបាននិយាយយ៉ាងនេះថាយើងទាំងឡាយមិនត្រូវអាបត្តិបរាជិកទេទើបនាំគ្នាក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយត្រូវអាបត្តិបរាជិកហើយសម័យនោះភិក្ខុមួយរូបកាលក្រុងសាវត្ថីកើតទុរភិក្ខអត់បាយភិក្ខុនោះមានថយចិត្តហើយលួចយកអង្កររបស់អ្នកផ្សារប្រមាណ1ក្តាប់ភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកត្រូវអាបត្តិបរាជិកហើយសម័យនោះភិក្ខុមួយរូបកាលក្រុងសាវត្ថីកើតទុរភិក្ខអត់បាយមានថយចិត្តហើយលួចយកសណ្ដែកបាយរបស់អ្នកផ្សារ1ក្តាប់ពេលសណ្ដែករាជមាស1ក្តាប់ពេលល្ង1ក្តាប់ភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកត្រូវអាបត្តិបរាជិកហើយសម័យនោះពួកចៅសម្លាប់មេគោស៊ីសាច់ហើយក៏ទុកដាក់សាច់ដ៏សេះសល់ក្នុងព្រៃអន្តវ័នទៀបក្រុងសាវត្ថីហើយនាំគ្នាទៅភិក្ខុទាំងឡាយសម្គាល់ថាជារបស់បងសកូលហើយនាំគ្នាកាន់យកសាច់នោះបរិភោគទៅពួកចៅនាំគ្នាចោទប្រកាន់ភិក្ខុអំបាលនោះថាលោកទាំងឡាយមិនមែនជាសាមណៈទេភិក្ខុអំបាលនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយអាបត្តិមិនមានដល់ភិក្ខុដែលសម្គាល់ថាជារបស់បងសកូលសម័យនោះពួកចៅសម្លាប់ជ្រូកស៊ីសាច់ហើយទុកដាក់សាច់ដ៏សេះសល់ក្នុងព្រៃអន្តវ័នទៀបក្រុងសាវត្ថីហើយនាំគ្នាទៅភិក្ខុទាំងឡាយសម្គាល់ថាជារបស់បងសកូលហើយនាំគ្នាកាន់យកសាច់នោះមកឆាន់ពួកចៅនាំគ្នាចោទប្រកាន់ភិក្ខុអំបាលនោះថាលោកទាំងឡាយមិនមែនជាសាមណៈទេភិក្ខុអំបាលនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយអាបត្តិមិនមានដល់ភិក្ខុដែលសម្គាល់ថាជារបស់បងសកូលកាលនោះភិក្ខុមួយរូបទៅកាន់ស្រែស្មៅចំការស្មៅមានថយចិត្តហើយបានលួចយកស្មៅដែលគេច្រូតទុកមានតម្លៃ5មាសកៈភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកត្រូវអាបត្តិបរាជិកហើយសម័យនោះភិក្ខុមួយរូបទៅកាន់ស្រែស្មៅមានថយចិត្តហើយលួចច្រូតយកស្មៅគេមានតម្លៃ5មាសកៈភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកត្រូវអាបត្តិបរាជិកហើយសម័យនោះភិក្ខុទាំងឡាយជាអាកនតុកៈភិក្ខុអ្នកមកថ្មីញ៉ាំងគ្នានឹងគ្នាឲ្យចែកផ្លែស្វាយរបស់សង្ឃហើយបរិភោគទៅភិក្ខុម្ចាស់អាវាសទាំងឡាយនាំគ្នាចោទប្រកាន់ភិក្ខុជាអាកនតុកៈអំបាលនោះថាលោកទាំងឡាយមិនមែនជាសាមណៈទេ
ភិក្ខុអាកន្តកៈអំបាលនោះមានសេចក្តីសង្ស័យទើបនាំគ្នាក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់សួរថាមនាលភិក្ខុទាំងឡាយអ្នកគិតដូចម្តេចភិក្ខុអំបាលនោះក្រាបទូលថាបបិទ្ធព្រះដ៏មានព្រះភិក្ខខ្ញុំព្រះអង្គទាំងឡាយមានចិត្តប្រាថ្នាដើម្បីនឹងបរិភោគព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយអាបត្តិមិនមានដល់ភិក្ខុដែលប្រាថ្នាដើម្បីនឹងបរិភោគទេសម័យនោះភិក្ខុទាំងឡាយជាអាកន្តកៈញ៉ាំងគ្នានឹងគ្នាឲ្យចែកផ្លែព្រីងរបស់សង្ឃពេលផ្លែខ្នុរសម្លរបស់សង្ឃពេលផ្លែខ្នុរណាំងរបស់សង្ឃពេលផ្លែត្នោតទុំរបស់សង្ឃពេលអំពៅរបស់សង្ឃពេលផ្លែទន្លាប់របស់សង្ឃហើយនាំគ្នាបរិភោគទៅពួកភិក្ខុដែលជាម្ចាស់អាវាសនាំគ្នាចោទប្រកាន់ភិក្ខុអាកន្តកៈអំបាលនោះថាលោកទាំងឡាយមិនមែនជាសាមណៈទេភិក្ខុអាកន្តកៈអំបាលនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយអាបត្តិមិនមានដល់ភិក្ខុដែលប្រាថ្នាដើម្បីនឹងបរិភោគទេសម័យនោះពួកមនុស្សអ្នករក្សាស្វាយនាំគ្នាប្រគេនផ្លែស្វាយដល់ភិក្ខុទាំងឡាយភិក្ខុទាំងឡាយសង្ស័យមិនហ៊ានទទួលដោយគិតថាមនុស្សអំបាលនេះជាឥស្សរៈត្រឹមតែរក្សាថែទាំប៉ុណ្ណោះមនុស្សអំបាលនេះមិនជាឥស្សរៈដើម្បីនឹងឲ្យបានទេទើបនាំគ្នាក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយបើទានដែលបុគ្គលអ្នករក្សាគេឲ្យហើយភិក្ខុអ្នកទទួលមិនត្រូវអាបត្តិឡើយសម័យនោះឯងមនុស្សអ្នករក្សាព្រីងទាំងឡាយពេលអ្នករក្សាខ្នុរសម្លទាំងឡាយពេលអ្នករក្សាខ្នុរណាំងទាំងឡាយពេលអ្នករក្សាផ្លែត្នោតទុំទាំងឡាយពេលអ្នករក្សាអំពៅទាំងឡាយពេលអ្នករក្សាផ្លែទន្លាប់ទាំងឡាយបានប្រគេនផ្លែទន្លាប់ទាំងឡាយដល់ភិក្ខុទាំងឡាយភិក្ខុទាំងឡាយសង្ស័យមិនហ៊ានទទួលដោយគិតថាមនុស្សអំបាលនេះជាឥស្សរៈត្រឹមតែរក្សាប៉ុណ្ណោះមនុស្សអំបាលនេះមិនជាឥស្សរៈដើម្បីនឹងឲ្យទេទើបនាំគ្នាក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយអាបត្តិមិនមានដល់ភិក្ខុព្រោះទានដែលអ្នកថែរក្សាឲ្យនោះទេសម័យនោះភិក្ខុមួយរូបខ្ចីឈើរបស់សង្ឃយកទៅឧបត្ថម្ភជួសជុលជញ្ជាំងវិហាររបស់ខ្លួនភិក្ខុទាំងឡាយនាំគ្នាចោទប្រកាន់ភិក្ខុនោះថាលោកមិនមែនជាសាមណៈទេភិក្ខុនោះមានសេចក្តីសង្ស័យទើបក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់សួរថាមនាលភិក្ខុអ្នកគិតដូចម្តេចភិក្ខុនោះក្រាបទូលថាបបិទ្ធព្រះដ៏មានព្រះភិក្ខខ្ញុំព្រះអង្គតាំងចិត្តថាជារបស់ខ្ចីព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុបើកាន់យកជារបស់ខ្ចីដូច្នោះអ្នកមិនមានអាបត្តិឡើយសម័យនោះភិក្ខុមួយរូបមានថេរចិត្តហើយបានលួចយកទឹករបស់សង្ឃពេលមានថេរចិត្តហើយលួចយកដីរបស់សង្ឃពេលមានថេរចិត្តហើយបានលួចយកស្មៅយាប្លង់របស់សង្ឃភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកត្រូវអាបត្តិបរាជិកហើយសម័យនោះឯងភិក្ខុមួយរូបមានថេរចិត្តហើយបានលួចដុតស្មៅយាប្លង់របស់សង្ឃភិក្ខុនោះមានសេចក្តីសង្ស័យពេលព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកមិនត្រូវអាបត្តិបរាជិកទេត្រូវតែអាបត្តិទុគត
សម័យនោះភិក្ខុមួយរូបមានថយចិត្តហើយលួចយកគ្រែរបស់សង្ឃសេចក្តីសង្ស័យមានដល់ភិក្ខុនោះពេកព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកត្រូវអាបត្តិបរាជិកហើយសម័យនោះឯងភិក្ខុមួយរូបមានថយចិត្តហើយលួចយកតាំងរបស់សង្ឃពេកពូករបស់សង្ឃពេកខ្នើយរបស់សង្ឃសន្ទះទ្វាររបស់សង្ឃពេកសន្ទះបង្អួចរបស់សង្ឃពេកឈើបង្កង់របស់សង្ឃសេចក្តីសង្ស័យមានដល់ភិក្ខុនោះពេកព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុអ្នកត្រូវអាបត្តិបរាជិកហើយសម័យនោះភិក្ខុទាំងឡាយយកសេនាសនៈរបស់ឧបាសកម្នាក់ដែលគេទុកជារបស់សម្រាប់ប្រើប្រាស់ក្នុងវត្តទៅប្រើប្រាស់ក្នុងទីដទៃគ្រានោះឧបាសកនោះពោលទោសតេះដៀលបន្ទោសបង្អាប់ថាលោកដ៏ចម្រើនទាំងឡាយមិនសមនឹងមកយករបស់គេសម្រាប់ទុកប្រើប្រាស់ក្នុងទីដទៃទៅប្រើប្រាស់ក្នុងទីដទៃវិញភិក្ខុទាំងឡាយក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយគ្រឿងប្រើប្រាស់របស់គេក្នុងទីដទៃភិក្ខុមិនគប្បីយកទៅប្រើប្រាស់ក្នុងទីដទៃទេតែភិក្ខុណាយកទៅប្រើប្រាស់ភិក្ខុនោះត្រូវអាបត្តិទុក្ខសម័យនោះភិក្ខុទាំងឡាយប្រុងនឹងនាំយកអាសនៈសម្រាប់អង្គុយក្នុងរោងឧបោសថតែមានសេចក្តីសង្ស័យមិនហ៊ាននាំយកទៅហើយក៏អង្គុយផ្ទាល់លើផែនដីខ្លួនក្តីចីវរក្តីក៏ប្រឡាក់ទៅដោយធូលីភិក្ខុទាំងឡាយយកសេចក្តីនោះក្រាបទូលចំពោះព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យអ្នកទាំងឡាយខ្ចីរបស់ទាំងនោះទៅប្រើប្រាស់បានសម័យនោះឯងភិក្ខុនីមួយរូបជាសិស្សរបស់ចលនន្ទាភិក្ខុនីនៅក្នុងក្រុងចម្ប៉ាទៅកាន់ត្រកូលជាឧបថារបស់ចលនន្ទាភិក្ខុនីហើយបង្គាប់ត្រកូលនោះថាចលនន្ទភិក្ខុនីជាម្ចាស់ចង់ឆាន់បបរដែលលាយសណ្ដែកនិងល្ងហើយក៏យកទៅបរិភោគដោយខ្លួនឯងចលនន្ទាភិក្ខុនីនោះដឹងហើយចោទប្រកាន់សិស្សនោះថានាងឯងមិនមែនជាសាមណេរទេភិក្ខុនីនោះមានសេចក្តីសង្ស័យទើបភិក្ខុនីនោះនាំយកគ្រឿងនោះទៅដំណាលប្រាប់ភិក្ខុនីទាំងឡាយពួកភិក្ខុនីនាំយករឿងនោះទៅប្រាប់ដល់ភិក្ខុទាំងឡាយពួកភិក្ខុនាំយករឿងនោះទៅក្រាបទូលចំពោះព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយភិក្ខុនីនោះមិនត្រូវអាបត្តិបរាជិកទេតែត្រូវអាបត្តិបាចតយៈព្រោះដឹងខ្លួនហើយពោលពាក្យកុហកសម័យនោះឯងភិក្ខុនីមួយរូបជាសិស្សចលនន្ទាភិក្ខុនីនៅក្នុងក្រុងរាជក្រឹសទៅកាន់ត្រកូលជាឧបថារបស់ចលនន្ទាភិក្ខុនីហើយបង្គាប់ត្រកូលនោះថាចលនន្ទាភិក្ខុនីជាម្ចាស់ចង់ឆាន់នំមានរសឆ្ងាញ់ក្រៃពេកហើយក៏យកទៅបរិភោគដោយខ្លួនឯងចលនន្ទាភិក្ខុនីនោះដឹងហើយចោទប្រកាន់សិស្សនោះថានាងឯងមិនមែនជាសាមណេរទេភិក្ខុនីនោះមានសេចក្តីសង្ស័យពេកព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយភិក្ខុនីនោះមិនត្រូវអាបត្តិបរាជិកទេតែត្រូវអាបត្តិបាចតយៈព្រោះដឹងខ្លួនហើយពោលពាក្យកុហកសម័យនោះឯងក្មេង2នាក់គឺកូនប្រុស1ក្មួយប្រុស1របស់កហបតីជាឧបថារបស់អ
ជុកថេរៈដ៏មានអាយុក្នុងក្រុងវេសាលីគ្រានោះកហបតីនោះបាននិយាយពាក្យនេះនឹងអច្ជុកថេរៈដ៏មានអាយុថាបបិទ្ធលោកដ៏ចម្រើនជំនុំក្មេងទាំងពីរនាក់នេះក្មេងណាមានសទ្ធាជ្រះថ្លាព្រះករុណាគប្បីប្រាប់ឱកាសនេះដល់ក្មេងនោះកហបតីនោះធ្វើកាលកិរិយាទៅសម័យនោះឯងក្មួយរបស់កហបតីនោះមានសទ្ធាជ្រះថ្លាលំដាប់នោះព្រះអច្ជុកថេរៈដ៏មានអាយុបានប្រាប់ឱកាសនោះដល់ទារកដែលជាក្មួយនោះទារកដែលជាក្មួយនោះក៏បានបីបាច់ថែរក្សានៅទ្រព្យនិងចាត់ចែងនៅទានដោយសម្បត្តិនោះលំដាប់នោះកូនរបស់កហបតីនោះបាននិយាយពាក្យនេះនឹងព្រះអានន្ទដ៏មានអាយុថាបបិទ្ធព្រះអានន្ទដ៏ចម្រើនអ្នកណាជាអ្នកទទួលមរតករបស់បិតាកូនឬក្មួយព្រះអានន្ទនិយាយតបថាមនាលអ្នកដ៏មានអាយុកូនទើបត្រូវទទួលទ្រព្យមរតករបស់បិតាបានកូនរបស់កហបតីនោះបាននិយាយតទៅទៀតថាបបិទ្ធលោកដ៏ចម្រើនលោកម្ចាស់អច្ជុកថេរៈនេះប្រាប់សម្បត្តិរបស់ខ្ញុំដល់បងប្អូនជីដូនមួយរបស់ខ្ញុំហើយព្រះអានន្ទពោលថាមនាលអ្នកដ៏មានអាយុអុច្ចកថេរៈដ៏មានអាយុនេះមិនមែនជាសាមណៈទេគ្រានោះព្រះអច្ជុកថេរៈដ៏មានអាយុបាននិយាយពាក្យនេះនឹងព្រះអានន្ទដ៏មានអាយុថាមនាលអវុសោអានន្ទលោកចូលឲ្យសេចក្តីវិនិច្ឆ័យដល់ខ្ញុំចុះសម័យនោះឯងព្រះឧបល័យដ៏មានអាយុជាបពួករបស់ព្រះអច្ជុកថេរៈដ៏មានអាយុលំដាប់នោះព្រះឧបល័យដ៏មានអាយុបាននិយាយពាក្យនេះនឹងព្រះអានន្ទដ៏មានអាយុថាមនាលអវុសោអានន្ទភិក្ខុណាដែលម្ចាស់ទ្រព្យផ្ដាំទុកថាលោកចូលប្រាប់ឱកាសនេះដល់អ្នកនេះហើយភិក្ខុនោះទៅប្រាប់ដល់អ្នកនោះភិក្ខុនោះត្រូវអាបត្តិអ្វីព្រះអានន្ទឆ្លើយតបទៅវិញថាបបិទ្ធលោកដ៏ចម្រើនភិក្ខុនោះមិនត្រូវអាបត្តិអ្វីបន្តិចទេដោយហើយទៅតែអាបត្តិទុក្កតក៏មិនត្រូវដែរព្រះឧបល័យឆ្លើយថាមនាលអវុសោព្រះអច្ជុកថេរៈដ៏មានអាយុនេះម្ចាស់ទ្រព្យបានផ្ដាំទុកថាលោកចូលប្រាប់ឱកាសនេះដល់ជនឈ្មោះនេះក៏បានប្រាប់ដល់អ្នកនោះមែនមនាលអវុសោអច្ជុកថេរៈដ៏មានអាយុមិនត្រូវអាបត្តិទេសម័យនោះឯងក្នុងក្រុងពារាណសីពួកចៅនាំគ្នាប្លន់ត្រកូលឧបថារបស់ព្រះពិលិន្ទវច្ឆថេរៈដ៏មានអាយុហើយក៏នាំយកកូនក្មេងពីរនាក់ទៅលំដាប់នោះព្រះពិលិន្ទវច្ឆថេរៈដ៏មានអាយុសម្ដែងឫទ្ធិទៅនាំយកក្មេងទាំងពីរនាក់នោះបានមកហើយទុកក្នុងប្រាសាទមនុស្សទាំងឡាយបានឃើញក្មេងទាំងពីរនាក់នោះហើយនិយាយថានេះជាឫទ្ធានុភាពរបស់លោកម្ចាស់ពិលិន្ទវច្ឆថេរៈហើយក៏នាំគ្នាជ្រះថ្លានឹងព្រះពិលិន្ទវច្ឆថេរៈដ៏មានអាយុពេកណាស់ភិក្ខុទាំងឡាយនាំគ្នាពោលទោសតេះដៀលបន្តោសបង្អាប់ថាពិលិន្ទវច្ឆថេរៈដ៏មានអាយុមិនសមគួរនឹងទៅនាំយកក្មេងទាំងពីរនាក់ដែលពួកចៅវានាំយកទៅហើយភិក្ខុទាំងឡាយនាំគ្នាក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយអាបត្តិមិនមានដល់ភិក្ខុអ្នកមានឫទ្ធិទេព្រោះវិស័យនៃឫទ្ធិសម័យនោះឯងភិក្ខុពីររូបជាសម្លាញ់គ្នាឈ្មោះបណ្ឌកៈមួយកពិលៈមួយភិក្ខុមួយរូបនៅស្រុកក្រៅ
មួយរូបនៅក្នុងក្រុងកោសាំពីគ្រាដែលភិក្ខុនោះចេញពីស្រុកក្រៅទៅកាន់ក្រុងកោសាំពីដែលកំពុងឆ្លងទឹកស្ទឹងក្នុងរវាងពាក់កណ្ដាលផ្លូវកន្សោមខ្លាញ់របូតអំពីដៃនៃមនុស្សអ្នកសម្លាប់ជ្រូកទាំងឡាយទៅជាប់នៅជើងរបស់ភិក្ខុនោះបានកាន់យកដោយគិតថានឹងឲ្យដល់ជនទាំងឡាយជាម្ចាស់វិញពួកម្ចាស់នាំគ្នាចោទប្រកាន់ភិក្ខុនោះថាលោកមិនមែនជាសាមណៈទេស្រីកង្វាលគោម្នាក់ឃើញភិក្ខុនោះឆ្លងស្ទឹងរួចហើយបាននិយាយពាក្យនេះថាបបិទ្ធលោកម្ចាស់លោកចូលមកសេពមេធនធម៌នឹងខ្ញុំភិក្ខុនោះគិតថាអញមិនមែនជាសាមណៈតាមប្រក្រតីទេទើបព្រមសេពមេធនធម៌នឹងស្រីនោះហើយទៅកាន់ក្រុងកោសាំពីប្រាប់សេចក្តីនោះដល់ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់ថាណែភិក្ខុទាំងឡាយភិក្ខុនោះមិនត្រូវអាបត្តិបរាជិកព្រោះអទនាទានទេត្រូវអាបត្តិបរាជិកព្រោះសេពមេធនធម៌សម័យនោះឯងភិក្ខុជាសិទ្ធិវិហេរកៈរបស់ព្រះតលហកថេរៈដ៏មានអាយុក្នុងសាកលនគរមានសេចក្តីមិនសប្បាយមកបៀតបៀនក៏ទៅលួចយកឈ្នួតរបស់អ្នកផ្សារហើយបាននិយាយពាក្យនេះនឹងព្រះតលហកថេរៈដ៏មានអាយុយ៉ាងនេះថាបបិទ្ធលោកដ៏ចម្រើនខ្ញុំមិនមែនជាសាមណៈទេខ្ញុំនឹងសឹកឥឡូវនេះព្រះតលហកថេរៈបានសួរថាមនាលអាวุសោអំពើដូចម្ដេចដែលអ្នកធ្វើហើយភិក្ខុនោះប្រាប់ថាបបិទ្ធលោកដ៏ចម្រើនខ្ញុំលួចយកឈ្នួតរបស់អ្នកផ្សារព្រះតលហកថេរៈក៏ឲ្យយកឈ្នួតនោះមកហើយកាត់ថ្លៃឈ្នួតនោះកាត់ថ្លៃទៅតម្លៃមិនដល់5មាសកៈព្រះតលហកថេរៈប្រាប់ថាមនាលអាวุសោអ្នកមិនត្រូវអាបត្តិបរាជិកទេដូច្នេះហើយក៏បានសម្ដែងធម្មីកថាឯភិក្ខុនោះមានសេចក្តីត្រេកអរក្រៃពេកទុតិយបរាជិកចប់សូមអនុមោទនា